nhưng cái tha mà nó mà chấm luôn còn ai đấng có thọp lứ có thọp đạp kia này gì tha mà tô brand KTM đi cứ vật chia mình thôn mình lo thế tiếng skeptical tích xong bây giờ nhom từ bốn có nhom miếng skeptical đây xua ta hai ấy ba mà tô KTM được sọc máy những khôi trơn này ok chân nhom ngày nay nhom ai tha nhom xong bọ sai này riêng mình chỉ muốn nhom bèn chiên thế bàn tay nhom cái tha chia vậy thì nhom សង្កេត ឃើញ ក៏ដូចជាការយល់ឃើញរបស់ខ្ញុំផ្ទាល់ខ្លួននេះអញ្ចឹងខ្ញុំអត់អាចនិយាយចំនួនអ្នកណាមួយទេនេះគឺជាគំនិតរបស់ខ្ញុំសម្រាប់ខ្ញុំគិតថាក្រុមហ៊ុន KTM គាត់ចូលមកប្រទេសកម្ពុជាយើងគឺរៀងខុសពេលវេលាបន្តិចបើសិនជាគាត់ចូលមកភ្លាមចំពេលឥឡូវនេះនៅពេលដែលមនុស្សភាគច្រើនចាប់ផ្ដើមចេះប្រើប្រាស់ម៉ូតូធំមនុស្សចាប់ផ្ដើមស្គាល់ម៉ូតូច្រើនខ្ញុំគិតថាប្រហែលជាអត់សូវមានបញ្ហាអីច្រើនទេក៏ប៉ុន្តែការដែលគាត់ចូលនៅក្នុងប្រទេសយើងគឺនៅឆ្នាំ2013 14ព្រោះនៅឥណ្ឌាក៏ចាប់ផ្ដើមនៅឆ្នាំហ្នឹងដែរគឺចាប់ផ្ដើមមានការផលិតម៉ូតូ KTM Duke នៅពេលនោះដំបូងគឺមាន Duke 200 250ក៏ដូចជា Duke 390ហើយបន្ថែមពីលើ KTM Duke គឺ KTM RC គឺជាប្រភេទម៉ូតូ Sport ម៉ូតូប៉ុណ្ណាំងប្រភេទ Duke គឺជាប្រភេទហៅថា Sport Naked ពីច្រើនគឺបងប្អូនយើងស្គាល់ Duke ច្រើនជាងឃើញពណ៌ទឹកក្រូចឃើញពាក្យប៉ុន្តែបងប្អូនអត់ស្គាល់ក្រុមហ៊ុនធំទេក្រុមហ៊ុនធំគឺក្រុមហ៊ុន KTM អញ្ចឹងនៅឆ្នាំ2013ប៉ុន្តែខ្ញុំសូមបកទៅមុននឹងមួយឆ្នាំទៀតគឺនៅឆ្នាំ2012ក្រុមហ៊ុន Honda ក៏គាត់បានចេញម៉ូតូ2ស៊េរីដែរក្នុងមួយឆ្នាំគឺ Honda Dream ប៉ុន្តែចេញ2ស៊េរីមួយគឺ Honda Dream ដែលប្រើបេនធម្មតាហើយមួយទៀតគឺជា Honda Dream ដែលប្រើប៊ិចប្រើមែនទែនមិនមែនទៅឆ្នាំ2023នេះទេដែលក្រុមហ៊ុន Honda គាត់ឈប់ប្រើបេនក៏ដូរមកប្រើប៊ិចទាំងអស់នៅលើម៉ូតូ Honda Dream ប៉ុន្តែកាលមុនគាត់ទិញ2ស៊េរីហ្មងគឺម៉ូតូមួយប្រើប៊ិចម៉ូតូមួយប្រើបេនពេលនោះគឺម៉ូតូអាសង់ប៊ិចនេះយើងហៅអាសង់ប៊ិចឬអាសង់ពីកណាត់ហ្នឹងគឺគាត់ជួបបញ្ហាច្រើនមែនទែនខូចពិបាករោជាងពិបាករោគ្រឿងបន្លាស់ជាងបើជួបជាងផងមកកុំទិញជីអាម៉ូតូហ្នឹងពិបាកជីណាលោកអើយអញ្ចឹងចូលមកដល់ឆ្នាំ2013 2014នៅពេលដែលម៉ូតូ KTM ចាប់ដើមផ្ទុះខ្លាំងពេលហ្នឹងខ្ញុំចាំបានខ្ញុំរៀនចប់បាក់ឌុបហើយមានបងដែលគាត់ស្គាល់ហ្នឹងក៏គាត់ទិញមួយជីដែរហើយខ្ញុំស្រឡាញ់មែនតើកាលនោះខំតឡើងជិះម៉ូតូគេបងប្អូនអើយកាលនោះអត់តន់អស់ធំជើងអត់តន់ដល់ដីផងជើងចង្អឺតហើយអត់ដល់ទៀតអញ្ចឹងក៏គិតថាប្រហែលជាមើលទៅគ្មានវាសនាបានជិះម៉ូតូធំទេដូចយើងពិបាកវេទនាហើយថ្លៃម៉ូតូកាលនោះ 3-4 ពាន់ហើយលុយ 3-4 ពាន់សម័យនោះប្រហែលជាស្មើ 4-5 ពាន់ដុល្លារឥឡូវនេះអញ្ចឹងប្រហែលឆ្នាំក្រោយមកក៏ចាប់ដើមល្បីថាម៉ូតូនឹងខូចច្រើនណាម៉ូតូ KTM Duke អា Duke នឹងវេទនាលាងទឹកបន្តិចឆ្លងអីជាដើមច្រើនមែនតើគ្រឿងបន្លាស់គ្រឿងក៏ថ្លៃដែរខ្ញុំក៏រៀង skeptical ជាមួយហ្នឹងដែរដោយសារតែយើងគិតថាបើសិនជាល្បីខូចច្រើនអញ្ចឹងហេតុអីអញ្ចឹងក៏ខ្ញុំចាប់ដើមធ្វើការសិក្សាពីម៉ូតូមួយទៅម៉ូតូមួយដោយសារអីពេលដែលខ្ញុំចាប់អារម្មណ៍ឬក៏ខ្ញុំចង់បានអីមួយខ្ញុំតែងតែព្យាយាមរកព័ត៌មានពីវាឲ្យបានច្រើនហើយមូលហេតុដែលនាំឲ្យម៉ូតូ KTM គាត់រៀងស្ពាយឈ្មោះគាត់បន្តិចនៅក្នុងស្រុកយើងគឺដោយសាររឿងហ្នឹងឯងទីមួយគឺអ្នកប្រើប្រាស់ភាគច្រើនគាត់អត់ទាន់យល់ពីការប្រើប្រាស់ម៉ូតូហ្នឹងហើយមែនខ្ញុំធ្លាប់ជួបអ្នកដែលគាត់ប្រើប្រាស់ម៉ូតូឌូពីមុនហើយគាត់ប្រហែលគាត់ជិះម៉ូតូធំគាត់និយាយត្រង់មកថាសម័យមុនគាត់អត់ទាន់ដឹងការថែទាំអីទេតែរឿងបាញ់ប្រេងចង្វាក់រឿងដូរប្រេងម៉ាស៊ីនដូរពីទឹកផ្ដាស់ទឹកស្អំនេះមិនដែលទាំងមានទឹកស្អំចាក់ទៅផងចាក់តែទឹកសុទ្ធហ្នឹងអញ្ចឹងសួរថាឲ្យម៉ូតូគ្នាធន់មិនឲ្យគ្នាល្អមិនទោះជាដាក់គ្រឿងល្អប៉ុណ្ណាក៏ដោយក៏វាអត់អាចធ្វើឲ្យម៉ូតូនឹងធន់បានយូរដែរហើយមួយទៀតយើងអាចម៉ូតូធំយើងអាចជិះដូចអាសង់អាវេវទេសូម្បីតែខ្ញុំក៏ម្ដងម្កាលដូចគ្នាបើកម៉ូតូមកបច្ឆេះពឹបជិះរុយតែប៉ុន្តែអាហ្នឹងគឺធ្វើឲ្យម៉ូតូខូចមែនតើបើម៉ូតូធំហ្មងគឺក៏ដូចជាឡានស្ពណ៌ហ្មងគឺយើងត្រូវតែបច្ឆេះទុកឲ្យវាក្តៅម៉ាស៊ីនសិនទី2គឺជាងសម័យនោះអាចថាគាត់មិនទាន់មានការយល់ដឹងគ្រប់គ្រាន់ពីម៉ូតូប្រើប៊ិចជាពិសេសជាងអ្នកគាត់នៅឆ្ងាយពីក្រុងណាហើយតែខ្ញុំគិតថាបើឥឡូវនេះវាមិនជាបញ្ហាទេព្រោះជាងសឹងតែទាំងអស់ហើយគឺគាត់បានរៀនមូលដ្ឋានគ្រឹះនៃដំណើរការរបស់ម៉ូតូនីមួយៗដែរទាំងម៉ូតូប្រើបេនទាំងម៉ូតូប្រើប៊ិចអូខ្ញុំភ្លេចមួយទៀតគឺរឿងគ្រឿងបន្លាស់គឺនិយាយរឿងគ្រឿងបន្លាស់ថ្លៃដំបូងខ្ញុំក៏គិតអញ្ចឹងដូចគ្នាដែរវាថ្លៃមែនថាវាមិនថ្លៃទេបើយើងធៀបជាមួយនឹងម៉ូតូទូទៅគឺវាថ្លៃហើយចង្វាក់មញង
ស្បែកប្រាំងអីហ្នឹងគឺវាថ្លៃជាងម៉ូតូទូទៅហើយក៏ប៉ុន្តែបើយើងទៅធៀបជាមួយម៉ូតូធំដូចគ្នាដូចគេក៏ប៉ុន្តែម៉ូតូហ្នឹងតម្លៃគ្រឿងបន្លាស់ដូចគេដូចឯងហ្នឹងអត់ខុសគ្នាទេចង្វាក់តែមួយនឹងចង្វាក់លេខ520អាប្រើ First អូខេមួយញងអាចថាខុសគ្នាតិចតួចប៉ុន្តែតម្លៃគឺអត់មានខុសគ្នាច្រើនទេអញ្ចឹងខ្ញុំគិតថាបើសិនជាអ្នកនរគ្នាស្រឡាញ់ម៉ូតូ KTM ឬក៏មានលុយតិចតួចចង់ដូរមកជិះម៉ូតូធំហើយចង់ថាតើម៉ូតូ KTM ជាជម្រើសល្អបំផុតអត់ខ្ញុំគិតថាក៏វាអាចជាជម្រើសល្អមួយដែរបើសិនជាអ្នកនរគ្នាអាចស្វែងរកម៉ូតូមួយទឹកដែលវានៅល្អវាប៉ះជុំម្ចាស់មុនដែលគាត់ថែទាំបានល្អឬក៏អ្នកនរគ្នាទិញថ្មីក៏បានដែរគ្រាន់តែតម្លៃវារៀងថ្លៃបន្តិចអូខេអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងកុំភ្លេចជួយ like វីដេអូនេះកុំភ្លេចជួយ share ឬក៏ repost ក៏ដូចជា follow និង subscribe channel របស់ខ្ញុំផងដែរអញ្ចឹងយើងជួបគ្នាវីដេអូក្រោយទៀតបាយបាយ